សូមព្រះជាម្ចាស់ប្រទានពរដល់លោកអ្នកបងប្អូនទាំងអស់ប្រកបដោយប្រាជ្ញានិងព្រះគុណរបស់ព្រះដោយព្រោះលោកអ្នកបានចំណាយពេលស្ដាប់និងធ្វើតាមព្រះបន្ទូលរបស់ផងព្រះថ្ងៃនេះសុភាសិតជំពូកទី10បង្រៀនយើងអំពីទ្រព្យសុចរិតនិងទ្រព្យទុច្ចរិតប្រភពនៃទ្រព្យសុចរិតការបំពេញការងារជាស្មោះត្រង់ការរកប្រាក់តាមអាជីវកម្មស្របច្បាប់ការប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួនដើម្បីរកចំណូលប្រភពនៃទ្រព្យទុច្ចរិតការលួចនិងបោកប្រាស់ការជួញដូរអំពើខុសច្បាប់គ្រឿងញៀនមនុស្សឬអាវុធការប្រកួតក្នុងអាជីវកម្មដោយប្រើវិធីសាស្ត្រខុសសីលធម៌ការរើសអើងឬបង្ខំឲ្យអ្នកដទៃចូលរួមអំពើអាក្រក់ព្រះគម្ពីរបង្រៀនយើងថាទ្រព្យដែលរកបានដោយទុច្ចរិតមិនធ្វើឲ្យចម្រុងចម្រើនឡើយមានតែទ្រព្យរកបានដោយសុចរិតប៉ុណ្ណោះទើបសង្គ្រោះជីវិតបានព្រះអម្ចាស់មិនបណ្ដោយឲ្យមនុស្សសុចរិតអត់ឃ្លានទេតែព្រះអង្គមិនបំពេញតាមការលោភលន់របស់មនុស្សទុច្ចរិតឡើយមនុស្សខ្ជិលនាំឲ្យខ្លួនក្រមនុស្សឧស្សាហ៍នាំឲ្យខ្លួនមានអ្នកណាប្រមូលស្បៀងទុកនៅរដូវចម្រូតអ្នកនោះជាមនុស្សចេះគិតគូររីឯអ្នកដែលគិតតែដេកនៅរដូវចម្រូតជាមនុស្សគួរឲ្យមើលងាយមនុស្សសុចរិតរមែងទទួលពររីឯមនុស្សពាលតែងតែនិយាយបិទបាំងអំពើខុសខើរបស់ខ្លួនព្រះគម្ពីរជំរុញឲ្យយើងរស់នៅដោយសុចរិតដោយគោរពច្បាប់និងធ្វើការប្រកបដោយសុចរិតដើម្បីរស់នៅសុខសាន្តមានកិត្តិយសនិងមានព្រះពរពីព្រះម្ចាស់ខ្ញុំសង្ឃឹមថាអ្នកនឹងទទួលបានប្រាជ្ញានិងជីវិតដ៏មានន័យប្រកបដោយសុភមង្គលសូមអរគុណសម្រាប់ការចូលរួមស្ដាប់និងជួយចែករំលែកព្រះបន្ទូលថ្ងៃនេះសូមព្រះប្រទានពរ